ជំរាបសួរសួស្តីបងថ្ងៃនេះគឺខ្ញុំមានវីដេអូមួយដែលនឹងបង្ហាញបងពីវិធីងាយក្នុងការ boost follower TikTok ជាមួយនឹង website បង SMM សម្រាប់បងដែលទៅនឹងបង្កើត account TikTok ថ្មីឬក៏បងមាន account TikTok ស្រាប់ហើយបងចង់ឲ្យ TikTok របស់បងមានអ្នក follower ច្រើនបងអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានហើយចំពោះវិធីធ្វើគឺអត់មានអីពិបាកទេបងដែលបងគ្រាន់តែ copy link account TikTok របស់បងហើយយកទៅផាសចូលនៅក្នុង website បង SMM គឺបងអាចបង្កើនចំនួន follower បានយ៉ាងច្រើនទៅតាមបំណងរបស់បងបានដូច្នេះហើយកុំឲ្យវីដេអូមួយនេះវែងពេកគឺខ្ញុំនឹងធ្វើការបង្ហាញជូនដល់បងពីវិធីធ្វើតែម្ដងបងជាដំបូងបងអាចចូលទៅកាន់ Chrome ឬក៏ browser ណាមួយដែលមាននៅលើទូរស័ព្ទរបស់បងហើយបង search រក website ដែលមានឈ្មោះថាបង SMM ហើយបងនឹងឃើញមាន website របស់បង SMM នៅខាងលើគេបងអស់នេះបងអាចចូលទៅលើ website នឹងបានបងបន្ទាប់មកបងនឹងឃើញមានកន្លែងសម្រាប់បង sign up ឬក៏ sign in ចូលទៅក្នុង website នៅត្រង់កន្លែងនេះសម្រាប់បងដែលអត់ទាន់មានគណនីនៅក្នុង website បង SMM ទេបងអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលប្រើប្រាស់សេវាកម្មនៅក្នុង website បង SMM បានហើយសម្រាប់បងដែលមានគណនីនៅក្នុង website ហើយបងអាចចូលទៅបំពេញ username ក៏ដូចជា password របស់បងចូលនៅខាងក្រោមនឹងបានហើយបងក៏អាចចូលទៅលើពាក្យ sign in នៅខាងក្រោមនឹងបានបងបន្ទាប់ពីបងបានចូលមកកាន់ website រួចរាល់ជំហានបន្ទាប់នោះគឺតម្រូវឲ្យបងចូលជ្រើសរើសទៅលើ social media tool ណាមួយដែលបងចង់ចូលប្រើប្រាស់សេវាកម្មដែលនៅខាងក្រោមហ្នឹងគឺមាន social media tool ច្រើនមែនទែនបងគឺមានដូចជា tool Facebook YouTube TikTok ជាដើមបងដូចនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការបង្ហាញជូនដល់បងពីការប្រើប្រាស់សេវាកម្មដែលទាក់ទងទៅនឹងការ boost follower TikTok ដូច្នេះហើយបងអាចចូលទៅលើ tool TikTok ដែលនៅខាងក្រោមនឹងបានបងបន្ទាប់មកបងអាចអូសមកក្រោមហើយបងចូលទៅលើពាក្យថា category ដើម្បីចូលជ្រើសរើសសេវាកម្មនៅក្នុង category ហ្នឹងគឺមានសេវាកម្មច្រើនមែនទែនដែលទាក់ទងទៅនឹង TikTok គឺមានសេវាកម្មដូចជា TikTok video view TikTok like TikTok share TikTok comment TikTok save TikTok story view TikTok follower និង TikTok live stream view ជាដើមបងចង់ចូលប្រើប្រាស់សេវាកម្មមួយណាបងអាចចូលទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងដែលចង់ចូលប្រើប្រាស់សេវាកម្មដែលទាក់ទងទៅនឹងការ boost follower TikTok បងអាចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា TikTok follower បានបងនៅក្នុងនោះសម្រាប់សេវាកម្ម TikTok follower គឺមានច្រើនជម្រើសសម្រាប់ឲ្យបងជ្រើសរើសថែមទៀតបងអាចចូលជ្រើសរើសទៅលើសេវាកម្ម TikTok follower មួយណាក៏បានដែរបងហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទៅលើសេវាកម្ម TikTok follower មួយនេះបងនៅពេលដែលបងបានចូលជ្រើសរើសសេវាកម្មហើយបងអាចអូសមកក្រោមទៀតបានហើយបងអាចចូលទៅលើពាក្យថា serviceដែលនៅក្នុងនឹងផងដែរគឺមានសេវាជាច្រើនប្រភេទសម្រាប់ឲ្យបងចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងហើយរាល់សេវាទាំងអស់គឺមានតម្លៃស្រាប់នៅលើនឹងតែម្ដងបងដែលមានតម្លៃខុសគ្នាតិចតួចទៅតាមប្រភេទរបស់សេវានីមួយនឹងដូចគ្នាបងឆ្លាញ់ពេញចិត្តទៅលើសេវាមួយណាបងអាចចូលជ្រើសរើសប្រើប្រាស់ទៅលើសេវាមួយនឹងបានបងហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទៅលើសេវាដែលនៅខាងលើគេបងអស់នឹងតែម្ដងបងគឺជាសេវា TikTok follower high quality profile ដែលមានតម្លៃសេវាកម្ម$1.13សេនជាងនៅក្នុង1000 followerបន្ទាប់ពីបងបានចូលជ្រើសរើសសេវាហើយបងអាចអូសមកក្រោមទៀតបានបងហើយសម្រាប់នៅត្រង់កន្លែង link នៅខាងក្រោមនេះគឺតម្រូវឲ្យបងចូលទៅ copy link account TikTok របស់បងហើយយកមកផាសចូលនៅត្រង់កន្លែង link ហ្នឹងណាបងដូច្នេះហើយបងអាចចូលទៅកាន់ account TikTok របស់បងជាមុនសិនបានដើម្បីចូល copy link ហើយដើម្បី copy link account TikTok របស់បងបានបងអាចចូលទៅលើសញ្ញាព្រួយដែលនៅខាងលើនេះបានបងហើយបន្ទាប់មកបងនឹងឃើញមាន QR code TikTok របស់បងហើយនៅខាងក្រោម QR code ហ្នឹងគឺមានពាក្យថា copy link បងអាចចូលទៅលើពាក្យ copy link ហ្នឹងបានបន្ទាប់ពីបងបាន copy link account TikTok របស់បងរួចរាល់បងអាចចូលទៅក្នុង website យើងវិញដើម្បីធ្វើការផាស link account TikTok ដែលបងបាន copy អំបញ្ញចូលហើយរបៀបផាស link បងអាចចុចឲ្យជាប់នៅត្រង់កន្លែង link ហ្នឹងមកបងនឹងឃើញមានពាក្យថាផាសបងអាចចូលទៅលើពាក្យផាសហ្នឹងបានបងនៅពេលដែលបងបានផាស link account TikTok របស់បងចូលរួចរាល់បងអាចបន្តអូសមកក្រោមទៀតបានបងហើយបងអាចចូលទៅបំពេញចំនួន follower ដែលបងចង់បង្កើនឬក៏បងចង់ boost នៅលើ TikTok របស់បងនៅត្រង់កន្លែង quantity នៅខាងក្រោមនឹងបានដែលនៅក្នុងហ្នឹងគឺបងអាចដាក់បានយ៉ាងតិចចាប់ពីចំនួន100 follower ហើយយ៉ាងច្រើនរហូតដល់1លាន follower ហើយចំពោះរយៈពេល1ម៉ោង55នាទីដោយដែលបងបានឃើញនៅខាងក្រោមហ្នឹងវិញគឺជារយៈពេលដំណើរការនៃការ boost follower នៅលើ account TikTok របស់បងមានន័យថាបន្ទាប់ពី1ម៉ោង55នាទីក្រោយនៅពេលដែលបងបានចូល submit រួចរាល់នោះបងនឹងឃើញចំនួន follower នៅលើ TikTok របស់បងកើនឡើងទៅតាមចំនួន follower ដែលបងបានបង្កើនឬក៏បងបាន boost ឲ្យបងក៏ប៉ុន្តែចំពោះរយៈពេលនេះផងដែរវាអាចនឹងលឿនជាងនេះឬក៏យូរជាងនេះតិចតួចទៅតាមប្រភេទរបស់សេវាដែលបងបានចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាបងចំណែកឯឆាតនៅខាងក្រោមនឹងវិញគឺជាតម្លៃសេវាកម្មហើយតម្លៃសេវាកម្មនឹងទៀតសោតគឺនឹងគិតឲ្យបងអូតូទៅតាមចំនួន follower ដែលបងបានដាក់នៅត្រង់កន្លែង quantity នៅខាងលើនឹងដូចគ្នាហើយបន្ទាប់ពីបងបានចូលជ្រើសរើសសេវាកម្មក៏ដូចជាបានបំពេញចូលរួចរាល់អស់ហើយបងអាចចូលទៅលើពាក្យ submit នៅខាងក្រោមនឹងបានហើយបងនៅពេលដែលបងបានចូលទៅលើពាក្យ submit រួចរាល់បងនឹងឃើញមានវិក័យប័ត្រមួយដែលបញ្ជាក់ប្រាប់បងថាបងបានចូលជ្រើសរើសប្រើប្រាស់សេវាកម្មមួយនឹងបានដោយជោគជ័យ
ហើយនៅខាងក្រោមហ្នឹងក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់សវីដែលបងបានចុចចូលជ្រើសរើសក៏ដូចជា link account TikTok របស់បងចំនួន follower ដែលបងបានបូកនិងតម្លៃសេវាកម្មទាំងអស់ដែលបងត្រូវចំណាយដូច្នេះហើយបងអាចពិនិត្យទៀងទាត់សារឡើងវិញនៅត្រង់កន្លែងហ្នឹងបានបងហើយបន្ទាប់ពីហ្នឹងមកគឺបងអាចចុច clear ចេញពី website ហ្នឹងវិញបានហើយបងហើយនេះគឺជាលទ្ធផលដែលខ្ញុំបានចូលប្រើប្រាស់សេវាកម្មនៅក្នុង website បង SMM បំពេញមិញបងហើយរយៈពេលរងចាំមកដល់1ម៉ោងទេបងរយៈពេលត្រឹមតែ4នាទីគឺចំនួន follower នៅលើ TikTok របស់ខ្ញុំបានកើនឡើងចំនួន100 follower ដែលជាចំនួន follower ដែលខ្ញុំបានចូលទៅប៊ូនៅក្នុង website បង SMM បំពេញមិញបងដោយដែលបងបានឃើញនៅក្នុងវីដេអូមួយនេះចឹងបងវិធីធ្វើគឺពិតជាងាយស្រួលមែនតើបងអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានដែលធានាថាបងនឹងទទួលបានផលពិតដែលមិនធ្វើឲ្យបងខកបំណងនោះទេបងហើយសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដូចគ្នាប្រសិនបើបងមានចម្ងល់នៅត្រង់កន្លែងណាមួយបងអាច comment នៅខាងក្រោមវីដេអូមួយនេះបានបងអរគុណបងសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងបងប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សលេងរំខានណាមួយជម្រាបលាបងជួបខ្ញុំនៅវីដេអូក្រោយ